ចាសសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះអីវ៉ាន់យើងត្រៀមចេញទៅហើយតែអត់ទាន់បានចេញទេដោយសារយើងនៅសេបន្តទៀតទេសម្រាប់អីវ៉ាន់ភ្ញៀវអញ្ចឹងសម្រាប់បងដែលចង់បានពពួកស្មៅចិញ្ចឹមសត្វគ្រប់ប្រភេទបងអាចឆាតចូលពេកកំងបានសម្រាប់ស្មៅនេះជាប្រភេទស្មៅគីនីម៉ូបាសានេះគឺអាយុកាលវែងខ្លាំងមែនតើយើងកាត់ឲ្យដុះវិញលឿនសម្រាប់បងចំកដោបគោកបៃពពែគឺចំណេញច្រើនមែនតើសម្រាប់ស្មៅនេះហើយបើសម្រាប់ស្លឹកវិញគឺស្លឹកធំបងទាំងអស់គ្នាអញ្ចឹងបងដែលចិញ្ចឹមកដោបអីគឺចំណេញដោយសារស្មៅនេះយើងកាត់ឲ្យដុះវិញលឿនអញ្ចឹងយើងចំណេញក្នុងការចំណាយអ្វីដែលសំខាន់ណាស៊ីឲ្យមានសុខភាពល្អមិនថាគោកបៃពពែសេះកដោបមន់ទាទេដោយសារស្មៅនេះជាប្រភេទស្មៅដែលមានប្រូតេអ៊ីនខ្ពស់អញ្ចឹងសម្រាប់បងដែលចង់បានពពួកស្មៅគីនីម៉ូបាសាអីបងអាចឆាតចូលពេកកំងបានយើងមានច្រើនប្រភេទសម្រាប់បងឲ្យជ្រើសរើសដាំលើផ្ទៃដីនីមួយបងទាំងអស់គ្នាបញ្ជាក់ម៉ូបាសានេះគឺអាយុកាលវែងខ្លាំងមែនតើយើងចំណាយតែម្ដងគឺយើងលេងចំណាយហីមួយវិញទៀតបងចង់បានប្រភេទស្មៅដើមទុនល្អតែបងអាចជ្រើសរើសប្រភេទស្មៅរ៉ូស៊ីបានរ៉ូស៊ីជាពពួកស្មៅដើមតូចល្អិតកម្ពស់6តឹកទៅ1ម៉ែត្រអីទេអាយុកាលវែងខ្លាំងមែនតើអញ្ចឹងសម្រាប់បងចង់ចិញ្ចឹមសត្វគ្រប់ប្រភេទឬក៏គោកបៃពពែអីបងចង់លេងឲ្យស៊ីក៏បានបងកាត់ឲ្យស៊ីក៏បានស្មៅនេះអាយុកាលវែងខ្លាំងណាបងទាំងអស់គ្នាយើងដាំតែម្ដងគឺចំណេញច្រើនយើងអត់ចំណាយច្រើនសារមួយវិញទៀតសម្រាប់បងដែលចង់បានពពួកស្មៅផ្អែមស៊ូកាំឬក៏ sweet jumbo បងសម្រាប់ sweet jumbo អីគឺងាយស្រួលដាំខ្លាំងមែនតើជាពពួកស្មៅផ្អែមមានប្រូតេអ៊ីនខ្ពស់សម្រាប់បំពន់សាច់យកពងជាពិសេសបងចិញ្ចឹមកដោបឬក៏គោកបៃពពែទឹកដោះអីហ្នឹងបងទាំងអស់គ្នាបងអាចជ្រើសរើសប្រភេទស្មៅប្រមាណមុខនេះយកទៅដាំបានស្មៅនេះគឺល្អខ្លាំងទាំងប្រភេទគីនេម៉ូបាសាស៊ូកាំចាំបូនិងរ៉ូស៊ីសម្រាប់បងចិញ្ចឹមសត្វគ្រប់ប្រភេទណា